ក្នុងកលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវអ្នកអង្គការលេងនមន្ត្រាបានចែកក្រុមយុវជននិងសិល្បករជាច្រើនផ្នែកចុះសមរភូមិរៀបចំស្បៀងអាហារធ្វើត្រីងៀតគាំទ្រកងទ័ពនិងជនភេសជ្ជៈក្នុងកលៈទេសៈស្មារតីជាតិតែមួយការពារជាតិពីខ្មាំងសត្រូវអ្នកអង្គការលេងនវន្ត្រាប្រធានសហព័ន្ធយុវជនការពារបូជាយុតិធធបានចាត់ក្រុមយុវជននិងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខចុះប្រមូលទិញអំបុកផ្នែកប្រមូលទិញត្រីធ្វើងៀតផ្នែកធ្វើឆាច់ពៅផ្នែកអង្គរនិងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋដើម្បីយកទៅចែកជូនវីរៈកងទ័ពកំពុងឈរជើងការពារទឹកដីនៅបណ្ដោយព្រំដែននិងបងប្អូនប្រជាពលរដ្ឋភៀសដែលភៀសខ្លួនដោយសារសង្គ្រាមឈ្លានពានរបស់ថៃការចូលរួមរបស់ក្រុមយុវជនដឹកនាំដោយអ្នកអង្គការលេងនវន្ត្រាធ្វើឡើងតាមរយៈការអំពាវនាវរបស់សម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ហ៊ុនសែនអគ្គភស្តុភារកម្ពុជាកងយុទ្ធពលខេមរៈភូមិន្ទគាំទ្រដល់កងកម្លាំងគ្រប់ប្រភេទនិងជនភេសជ្ជនៅពេលជួបការលំបាកស្មារតីសាមគ្គីភាពកាន់តែរឹងមាំការចូលរួមរបស់ក្រុមយុវជនគឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពដ៏អង្អាចក្លាហានរបស់កម្ពុជាដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ